ឯកឧត្តមម៉ានស៊ីដេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសដែលមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុចៅសង្កាត់ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងអាមេស្ថិតនៅក្នុងភូមិ1សង្កាត់លេខ1ក្រុងព្រះសីហនុនារសៀលថ្ងៃសៅរ៍ទី15ខែមីនាឆ្នាំ2025ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងឯកឧត្តមអភិបាលខេត្តព្រះសីហនុបានណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ផ្លូវបេតុងត្រូវសាងសង់ឲ្យមានស្តង់ដារបច្ចេកទេសត្រឹមត្រូវមានគុណភាពចាប់ពីគ្រឹះដំបូងរហូតដល់ក្រាចឆ្អឹងដែកនិងឈានដល់ការចាក់បេតុងដើម្បីធានាបម្រើឲ្យការប្រើប្រាស់បានយូរអង្វែងព្រោះផ្លូវបេតុងនេះគឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋសង្កាត់លេខ1ក្រុងព្រះសីហនុក្នុងការសម្រួលចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួលព្រោះបើយើងមានផ្លូវគឺយើងមានសង្ឃឹមក្នុងការធ្វើដំណើរកាន់តែមានភាពងាយស្រួលសម្រាប់កូនចៅរបស់យើងទៅកាន់ទីប្រជុំជនសាលារៀនបានថែមទៀតផងឯកឧត្តមអភិបាលខេត្តព្រះសីហនុក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋាននៅអមសងខាងផ្លូវបេតុងសូមចូលរួមសហការនិងជួយសម្របសម្រួលជាមួយក្រុមការងារបច្ចេកទេសសាងសង់ផ្លូវបេតុងដើម្បីធ្វើយ៉ាងណាឲ្យដំណើរការសាងសង់ផ្លូវបេតុងរបស់យើងបានលឿនឆាប់រួចរាល់ដើម្បីធ្វើដំណើរចេញចូលផ្ទះនិងភូមិរបស់យើងបានងាយស្រួលផ្លូវបេតុងនេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់ឆ្នាំ2025ប្រជាពលរដ្ឋភូមិ1សង្កាត់លេខ1របស់យើងអាចនឹងមុនចូលឆ្នាំប្រពៃណីជាតិខ្មែរផ្លូវបេតុងនេះនឹងដាក់ដំណើរការឲ្យធ្វើចរាចរណ៍កាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរលេងកម្សាន្តក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់នាពេលខាងមុខនេះដោយឡែកលោកឌីដុំប្រធានភូមិ1សង្កាត់លេខ1បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្តព្រះសីហនុដែលបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋបានដាក់ចេញនៅគម្រោងអតិភិបសាងសង់ស្ដារផ្លូវនេះឡើងវិញដោយសារផ្លូវនេះដើមឡើយមានការពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានហើយប្រជាពលរដ្ឋដែលមានលំនៅឋាននៅតំបន់នោះក៏មានសេចក្តីរីករាយនិងត្រេកអរជាអនេកដែលរដ្ឋបាលខេត្តព្រះសីហនុបានជួយសាងសង់ផ្លូវបេតុងនេះក្នុងនាមជាមេភូមិតំណាងឲ្យប្រជាពលរដ្ឋចំនួន2248គ្រួសារសូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុលើគម្រោងអតិភិបសាងសង់ផ្លូវបេតុងតាមគោលការណ៍អភិវឌ្ឍរបស់រដ្ឋបាលខេត្តព្រះសីហនុមកដល់ទីតាំងរបស់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់សម្រាប់ YouTube លោកអ្នកគ្រាន់តែវាយពី SN TV Breaking News ចុច Like Subscribe និងរូបកណ្ដឹងជាការស្រេចនឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ